គេសាเธอគាត់បំពេញបំណងដេកមកមើលឃើញទង្វើដែលเธอได้រួចកន្លងទុកពិសានៃជីវិតដែលចាំមកជើងទៅហែឆ្លងដូចវិញ្ញាណសាក្នុងបច្ឆាដែលខ្ញុំមិនចង់ប្រឡងបានអ្នកចងទីបំផុតគឺអ្នកដែលត្រូវតែស្រាយរឿងជីវិតនៅលើโลกនេះពិបាកនឹងបរិយាយក្នុងសង្គមពិបាកនឹងរស់ផ្លូវមួយគឺមានតែងាប់បើសិនជាអ្នកមិនដែលលឺដោយសារតែអ្នកមិនដែលធ្លាប់ព្រោះថាជីវិតអ្នកកើតពួកអ្នកគឺជាក្មេងស្ទាវអតីតកាលឲ្យអ្នកហូរទឹកភ្នែកដូចទឹកកាសៀវដល់ពេលមុខងំធ្វើបត់ខ្មោចគេនៅគ្នាហូរកញ្ជ្រៀវគេមិននឹកស្ដាយមានតែសប្បាយរហូតដល់មាត់ល្ងាវព្រោះលឹងវិញ្ញាណបាត់ទៅណាពីពណ៌នាជាគូស្ដាជឿថាកំហុសអ្នកប្រព្រឹត្តតែគួរបន្តដល់អ្នកណាដូចគេថាលងមកពេលខណៈអ្នកជួបប្រវត្តិវងពេញសម្ដៅឋានៈវជ័យសាច់ឈាមអ្នកទៅជាតិដីមិនអាចរស់សាជាថ្មីเธอគាត់បំពេញបំណងដេកមកមើលឃើញទង្វើដែលเธอได้រួចកន្លងទុកពិសានៃជីវិតដែលចាំមកជើងទៅហែឆ្លងដូចវិញ្ញាណសាក្នុងបច្ឆាដែលខ្ញុំមិនចង់ប្រឡងបានអ្នកចងទីបំផុតគឺអ្នកដែលត្រូវតែស្រាយរឿងជីវិតនៅលើโลกនេះពិបាកនឹងបរិយាយក្នុងសង្គមពិបាកនឹងរស់ផ្លូវមួយគឺមានតែងាប់បើសិនជាអ្នកមិនដែលលឺដោយសារតែអ្នកមិនដែលធ្លាប់ព្រោះថាជីវិតអ្នកកើតពួកអ្នកគឺជាក្មេងស្ទាវអតីតកាលឲ្យអ្នកហូរទឹកភ្នែកដូចទឹកកាសៀវដល់ពេលមុខងំធ្វើបត់ខ្មោចគេនៅគ្នាហូរកញ្ជ្រៀវគេមិននឹកស្ដាយមានតែសប្បាយរហូតដល់មាត់ល្ងាវព្រោះលឹងវិញ្ញាណបាត់ទៅណាពីពណ៌នាជាគូស្ដាជឿថាកំហុសអ្នកប្រព្រឹត្តតែគួរបន្តដល់អ្នកណាដូចគេថាលងមកពេលខណៈអ្នកជួបប្រវត្តិវងពេញសម្ដៅឋានៈវជ័យសាច់ឈាមអ្នកទៅជាតិដីមិនអាចរស់សាជាថ្មីเธอគាត់បំពេញបំណងដេកមកមើលឃើញទង្វើដែលเธอได้រួចកន្លងទុកពិសានៃជីវិតដែលចាំមកជើងទៅហែឆ្លងដូចវិញ្ញាណសាក្នុងបច្ឆាដែលខ្ញុំមិនចង់ប្រឡងបានអ្នកចងទីបំផុតគឺអ្នកដែលត្រូវតែស្រាយរឿងជីវិតនៅលើโลกនេះពិបាកនឹងបរិយាយក្នុងសង្គមពិបាកនឹងរស់ផ្លូវមួយគឺមានតែងាប់បើសិនជាអ្នកមិនដែលលឺដោយសារតែអ្នកមិនដែលធ្លាប់ព្រោះថាជីវិតអ្នកកើតពួកអ្នកគឺជាក្មេងស្ទាវអតីតកាលឲ្យអ្នកហូរទឹកភ្នែកដូចទឹកកាសៀវដល់ពេលមុខងំធ្វើបត់ខ្មោចគេនៅគ្នាហូរកញ្ជ្រៀវគេមិននឹកស្ដាយមានតែសប្បាយរហូតដល់មាត់ល្ងាវព្រោះលឹងវិញ្ញាណបាត់ទៅណាពីពណ៌នាជាគូស្ដាជឿថាកំហុសអ្នកប្រព្រឹត្តតែគួរបន្តដល់អ្នកណាដូចគេថា